បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកទៀតហើយពុកម៉ែបងប្អូនគឺមកធ្វើកញ្ឆែតទឹកភ្នែកធ្លាប់តែលឺខាត់ណាទឹកភ្នែកថ្ងៃនេះមកធ្វើកញ្ឆែតទឹកភ្នែកហូបឲ្យទឹកភ្នែកម្ដងមើលពុកម៉ែបងប្អូនហើយនេះក៏គ្រឿងក្រូវដែលយើងសម្រាប់ធ្វើកញ្ឆែតទឹកភ្នែកនឹងក៏មានសាច់គោកញ្ឆែតក្រូចឆ្មាម្ទេសមើមខ្ទឹមទឹកត្រីនិងស្ករ3ជែងមិនមានអីច្រើនទេក៏គ្រឿងក្រូវយើងវាតិចតែទេហើយនេះយើងក៏មកកាត់កញ្ឆែតយើងជាកង់វាអញ្ចឹងណាយើងកាត់វាធ្វើមកច្អុលដៃមកដើម្បីយើងយកវាទៅដាក់ស្រោះទឹកក្តៅសិនហើយបើសិនជាបងប្អូនមិនចង់ថាទុកត្រួយវាច្រើនទេទុកតែដើមវាក៏យើងយកតែដើមក៏បានដែរតែបើខ្ញុំដាក់លាយត្រួយខ្លះទៅក៏ខ្ញុំស្រោះមិនយូរដែរក៏ស្រោះមកល្មមតែថាមើលទៅអស់វាជាតិមកស្លោកបន្តិចទេក៏ស្រង់មកទុកដាក់វាហើយក៏យើងមកត្រាំតកកវាឲ្យវាឡើងស្រួយឲ្យវាត្រជាក់ឲ្យឡើងស្រួយអញ្ចឹងណាហើយយើងយកទៅធ្វើទៅវាហូបទៅឬសូស្រួយខ្ញោកគឺឆ្ងាញ់តែម្ដងហ្នឹងហើយបើមុខមហូបក៏ឆែតទឹកភ្នែកនេះដែរបើសិនជាបងប្អូនចង់ធ្វើហូបអីក៏ស្អាតធ្វើហូបដូចខ្ញុំបានគឺមិនខុសពីខាត់ណាទឹកភ្នែកទេបងប្អូនគឺឆ្ងាញ់ដូចតែគ្នាទេគឺមួយយ៉ាងម្នាក់ទេគឺឆ្ងាញ់ហើយណែក៏សាច់គោយើងនេះដែរក៏ហាន់ជាចំណិតស្ដាងទៅពេលដែលយើងសបាច់ក្រូចឆ្មាគឺវាសបាច់ទៅឆាប់វាចូលជាតិឲ្យវាមើលទៅវាកុំឲ្យវានៅក្រហមពេកអញ្ចឹងណាហើយបើបងប្អូនខ្លះក៏គាត់មិនហ៊ានហូបទេសាច់គោឆៅមើលទៅក្រហមតែបើខ្ញុំវិញគ្រាន់តែសបាច់តិចទេសាច់គោវាមានអីជាតិឆ្អាបអីខ្លាំងទេក៏មិនមានអីឆ្អាបដែរគេហូបឆៅផងហ្នឹងហើយនេះក៏យើងមកសបាច់ក្រូចឆ្មាអញ្ចឹងហើយក៏សបាច់វាឲ្យវាស្លកពោកុំឲ្យវាឃើញក្រហមពេកអញ្ចឹងណាយើងសបាច់ហើយឲ្យវាឡើងតុនទុកវាមួយសន្ទុះប្រហែលជា10ទៅ15នាទីទៅឲ្យវាតុនសាច់គោនឹងជាងស្រួលហូបអញ្ចឹងកុំឲ្យវាស្វិតដែរអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយក៏យើងផ្អាប់វាទុកហើយក៏យើងមកចាប់ផ្ដើមបុកគ្រឿងយើងនេះគឺបុកម្ទេសខ្ទឹមយើងម្ទេសហើយនឹងខ្ទឹមនេះបើមិនដាក់ឲ្យច្រើនទេមិនហៅថាកញ្ឆែតទឹកភ្នែកទេបងប្អូនហ្នឹងហើយក៏យើងដាក់ឲ្យហិលគឺឲ្យត្រូវឈ្មោះថាកញ្ឆែតទឹកភ្នែកឲ្យហូបទៅបើមិនហ៊ីហូរទឹកភ្នែកទេគឺមិនហៅកញ្ឆែតទឹកភ្នែកទេហ្នឹងហើយនេះក៏យើងដួសបុកឲ្យហើយដួសមកដាក់លាយទឹកត្រីយើងធ្វើដូចជាទឹកត្រីកោះកុងដែរទេបងប្អូនហ្នឹងហើយក៏យើងដួសយកមកដាក់ចឹងមានអីដាក់អំបិលដាក់ស្ករ3ជែងតែមិនមានអំបិលទេក៏សុំទោដាក់តា3ជែងនិងស្ករទៅហើយនឹងក្រូចឆ្មាយើងលាយស្លាប់ឡាយវាកូរចឹងហើយភ្លក់រសជាតិបើបងប្អូនចង់បានរសជាតិចូលចិត្តរសជាតិជូរអែមឬហិលអីបងប្អូនដាក់ទៅតាមចំណូលចំណង់ចិត្តដែលយើងហូបទៅហ្នឹងហើយនេះក៏ឡូវក៏យើងមកចាប់ផ្ដើមពូតសាច់គោយើងពូតវាឲ្យអស់ជាតិឈាមខ្លះខាងក្រោមវាឲ្យស្រក់ទឹកនឹងអញ្ចឹងឲ្យវាឡើងស្រួតអញ្ចឹងហើយយើងយកមកដាក់នៅលើកញ្ឆែតយើងនេះកញ្ឆែតដែលដាក់រៀបហើយនេះគឺមើលទៅទំនងណាស់បងប្អូនអើយហើយបើដាក់ជាទៀតគឺជាតិតែម្ដងនេះក៏យើងរៀបហើយក៏យើងដួសអាទឹកត្រីដែលយើងបានបុកនឹងយកមកស្រោចលើសាច់គោយើងឲ្យវាជោកឲ្យវាជោមដាក់ទៅឲ្យមើលបានវាឆ្ងាញ់បងប្អូនហ្នឹងហើយបើយើងដាក់មិនជោកទេក៏មើលទៅវាមិនតំតងក៏វាមិនឆ្ងាញ់ដែរបើយើងដាក់ឲ្យក្រហមមើលចឹងបានហៅកញ្ឆែតទឹកភ្នែកហើយនេះបើយើងមកចាប់ផ្ដើមហូបពុកម៉ែបងប្អូនហ្នឹងហើយវាជាតិគឺឆ្ងាញ់តែម្ដងនេះបើបានអាជាដាក់ទៀតគឺជាតិមិនទេមកមើលតែមាត់ទៅបងប្អូនអើយគឺឆ្ងាញ់ណាស់ហើយកញ្ឆែតនេះគឺស្រួយតែម្ដងជាងត្រាំតកកទៅគឺហូបទៅគឺជ្រួយស្ញោកតែម្ដងដាក់ទៅហិលនឹងចង់ហៀទឹកភ្នែកបងប្អូនអើយនេះបានហៅថាកញ្ឆែតទឹកភ្នែកសមនឹងឈ្មោះមុខមហូបតែម្ដងតែបើបងប្អូនក៏តែគាត់ចូលចិត្តហូបអាជាអីគឺដាក់ទៅត្រូវតែម្ដងមុខម្ហូបនេះគឺបានតែដាក់មួយអាជាអីគឺហូបលេងអីទេបើហូបជាមួយនឹងបាយអីក៏ហូបវាមិនសូវចាប់គ្នាឆ្ងាញ់អីដែរគឺបានតែហូបលេងអញ្ចឹងឬដាក់ជាមួយអាជាបានត្រូវបងប្អូនហ្នឹងហើយជាតិណាស់ពុកម៉ែបងប្អូនអើយគឺជាតិតែម្ដងនេះហើយមើលតែមាត់ខ្ញុំហូបទៅបើថ
ថាហូបមិនកើតឬមិនឆ្ងាញ់មិនបើមាត់មើលតែការហូបទៅគឺដឹងហើយវាជាតិណាស់ហើយក៏នេះបានគេហៅថាកញ្ឆែតទឹកភ្នែកមែនគឺដាក់ទៅហៀហូទឹកភ្នែកតែម្ដងហ្នឹងហើយហើយក៏វីដេអូនេះក៏មិនមានអីច្រើនដែរពុកម៉ែបងប្អូនក៏មានតែត្រឹមប៉ុណ្្នឹងឯងហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយបើសិនជាចូលចិត្តនៃវីដេអូខ្ញុំបានក៏ពុកម៉ែបងប្អូនសូមជួយចុច like និង share វីដេអូខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៃការធ្វើវីដេអូហូបឲ្យបងប្អូនទស្សនាទៀតចឹងពុកម៉ែបងប្អូនដែលមានមុខម្ហូបប្លែកៗជាច្រើនទៀតហើយជាចុងក្រោយនេះក៏មិនមានអីច្រើនដែរក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសូមរកស៊ីទទួលមានបានគ្រប់គ្នាហ្នឹងហើយមើលតែមាត់ទៅគឺឆ្ងាញ់តែម្ដងណែបង្ហាញបងប្អូនចុងក្រោយទៀតក៏សូមជម្រាបលា